ការដែលយកចិត្តទុកដាក់ខិតខំប្រឹងប្រែងគឺមើលទៅគឺហាក់ដូចជាចាប់ផ្ដើមល្អទៅម្ដងបន្តិចហើយនេះជាសិស្សថ្មីរបស់ admin បាទពុកម៉ែបងប្អូនបាទនេះជាទឹកដៃរបស់គាត់ហើយនៅពេលដែលឃើញសិស្សថ្មីគាត់ធ្វើបានអ្នកដែលជាបង្រៀនគេដូចជាគ្រូអញ្ចឹងគឺសប្បាយចិត្តមែនទែនដែលឃើញគាត់ធ្វើបានណាអូខេសួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះខ្ញុំនឹងមកបង្ហាញពីដៃថ្មីរបស់ខ្ញុំគាត់នឹងធ្វើការឡើងម៉ូតសក់ទៀតហើយដែលថ្ងៃនេះផងដែរគាត់កាត់សក់លក្ខណៈប្រភេទជើងសលក្ខណៈ mid fit ណាអូខេឥឡូវយើងចាប់ផ្ដើមមើលទាំងអស់គ្នាបន្ទាប់ពីគាត់ឈូសលេខ1ខ្លះហើយគាត់មកធ្វើការកំណត់ជាមួយនឹងទម្រង់ຂະຫນាតសក់ដែលយើងហៅថាຂະຫນាតសក់ដែលយើងធ្វើការដេញស្រមោលឡើងឯងខាងក្រោមគឺយើងឈូសវាសទាំងអស់ទៅបាទកូនជារបស់ខ្ញុំនេះគឺគាត់ព្យាយាមមែនទែនក្នុងរយៈពេលមួយខែបាទមួយខែប្រហែលថ្ងៃហើយនេះគាត់ព្យាយាមធ្វើណាបាទគាត់មកគឺអត់ដែលឈប់អត់ដែលសម្រាកទេបាទគាត់ព្យាយាមធ្វើគឺសប្បាយចិត្តមែនទែននៅពេលដែលយើងណែនាំយើងប្រាប់គាត់ទៅគាត់យកចិត្តទុកដាក់យើងជាគ្រូក៏សប្បាយចិត្តដែរនៅពេលដែលឃើញអ្នកដែលយើងបង្រៀនអ្នកដែលយើងចែករំលែកគាត់ធ្វើបានណាអូខេឥឡូវយើងមកមើលទាំងអស់គ្នាបន្ទាប់ពីគាត់កំណត់ហើយគាត់មកធ្វើការសេរីថ្មិញមទឿការសេរីថ្មិញមទឿគឺគាត់ធ្វើតាមអ្វីដែលខ្ញុំណែនាំគឺសេរីវាជា 0.5 ការងារបន្តគាត់បើកលេខ0ពេញមកវិញគាត់បើកលេខ0ពេញមកវិញគាត់មកធ្វើការលុបនៅចំណុចខ្មៅធ្នេសក់ដែលយើងកំណត់ជាមួយនឹងមទឿតូចណាឃើញអត់គាត់ព្យាយាមធ្វើបន្ទាប់ពីគាត់លុបលេខ0ពេញហើយគាត់មកបិទជាលក្ខណៈ 0.3 ឬក៏ 0.2 ដើម្បីទៅផ្សារភ្ជាប់នៅចំណុច 0.5 បាទអរគុណការងារបន្តគាត់មកប្រើតិចនិចក្នុងការលុបបំបត្តិធ្នេខ្មៅតូចនៅក្នុងការដែលយើងលុបអត់ដាច់ណាយើងប្រើមទឿតូចមកលុបផ្ដាច់វាមកការងារបន្តគឺគាត់ពាក់លេខ1គាត់សេរីថ្មិញបាទគាត់ស្ដាប់ទៅតាមការណែនាំរបស់យើងហើយនឹងគាត់ព្យាយាមមើលមែនទែនណានៅពេលដែលយើងកាត់ម៉ូតយើងហៅគាត់មកមើលមកអីចឹងទៅគាត់មកធ្វើមកមើលហើយគាត់ព្យាយាមធ្វើហើយគាត់ចាំណាអូខេបន្ទាប់ពីគាត់បើកហើយគាត់បិទមកវិញលេខ1បាទមេសូមជួយដាក់បន្ទុកឲ្យដៃថ្មីរបស់ខ្ញុំផងជាពេលគឺមួយខែទេមួយខែតិចតួចបាទអូខេការងារបន្ទាប់គឺយើងពាក្យលេខ0យើងពាក្យហើយយើងសេរីថ្មិញដូចគ្នាណាឥឡូវគឺចាប់ផ្ដើមចេញតម្រងហើយអត់ន័យថាចេញតម្រងសមោសក់ការងារបន្តគាត់ប្រើមទឿលេខ0ដដែលប៉ុន្តែគាត់សេរីថ្មិញចុះគាត់បិទវាណាដើម្បីធ្វើការចោះនៅចំណុចណាខ្មៅបន្ទាប់ពីចោះនឹងមទឿគាត់ប្រើកត្រៃបាទរៀនទាំងអស់ណានេះបានហៅថាពាក្យថារៀនគឺយើងរៀនទាំងអស់ទាំងកត្រៃកាត់ទាំងកត្រៃសាប់ណាកញ្ញាដើម្បីវាคล้ายជាទម្លាប់នៅពេលដែលយើងស្ទាត់មែនទែនយើងដឹងហើយយើងដឹងតិចនិចអូខេឥឡូវចេញទៅមកសក់គឺ cute មែនទែនអូខេការងារបន្តកាត់ប្រើស្និតតូចដើម្បីធ្វើការលុបឬក៏តែងស៊ុំសក់ណាហើយនឹងចាប់តម្រង់ជើងសក់ការងារបន្តគឺយើងមកធ្វើការកាត់សក់ផ្នែកលើនិយាយទៅគឺគាត់យកចិត្តទុកដាក់មែនទែនដោយសារគាត់ផ្ដោតលើវាខ្លាំងណាស់ជំនាញនេះបើសិនជាយើងយកចិត្តទុកដាក់គឺអត់យូរទេបាទឥឡូវចេញតម្រង់សក់ហើយបាទអរគុណច្រើនជួបគ្នាវីដេអូក្រោយ